ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់លើកយកប្រធានបទដ៏ស្រួយស្រាវនិងចាក់ដោតបេះដូងមនុស្សជាច្រើនមកចែករំលែកនោះគឺរឿងការខ្ចីលុយធនាគារឲ្យគេឬការឈរឈ្មោះធានាបំណុលឲ្យអ្នកដទៃបងប្អូនធ្លាប់ឃើញឬធ្លាប់ជួបទេដោយសារតែពាក្យថាបងប្អូនឯងទេសាច់ញាតិឯងទេមិត្តភក្តិល្អនឹងគ្នាណាពេលគេមកអង្វរកសុំឲ្យយើងជួយរត់ការខ្ចីលុយធនាគារឲ្យឬយកប្លង់ដីផ្ទះយើងទៅដាក់បញ្ចាំដើម្បីយកលុយឲ្យគេទៅរកស៊ីព្រោះតែភាពក្រែងចិត្តនិងភាពទុនចិត្តយើងក៏យល់ព្រមទាំងដឹងថាវាប្រថុយប្រឋានប៉ុន្តែសំណួរសួរថាតើលទ្ធផលចុងក្រោយភាគច្រើនវាទៅជាយ៉ាងណាការពិតដ៏ជូរចត់នៅក្នុងសង្គមសប្តាហ៍ថ្ងៃគឺពេលគេចង់បានលុយគេមកសំពះអង្វរយើងដូចព្រះតែពេលដល់ម៉ោងសងលុយគេធ្វើរឹកពាក្យដូចស្ដេចនៅពេលដែលយើងយល់ព្រមចុះហត្ថលេខាជាមួយធនាគារមានអីថាផ្លូវច្បាប់គឺយើងជាអ្នកជំពាក់មិនមែនអ្នកដែលយកលុយទៅប្រើនោះទេដំបូងគេអាចនឹងជួយបង់ការប្រាក់ឲ្យយើងខ្លះរាល់ខែដើម្បីឲ្យយើងកក់ក្ដៅចិត្តប៉ុន្តែយូរទៅពេលរបររកស៊ីគេមានបញ្ហាឬពេលដែលគេដាច់លុយគេចាប់ផ្ដើមគេចវេះទូរស័ព្ទខលមិនចូលទៅរកដល់ផ្ទះក៏មិនជួបចុងក្រោយធនាគារគេមិនស្គាល់អ្នកយកលុយទៅប្រើទេគេស្គាល់តែអ្នកចុះឈ្មោះនៅលើក្រដាសសន្យានិងម្ចាស់ប្លង់ដីតែប៉ុណ្ណោះធនាគារចាប់ផ្ដើមជំរុញផ្ញើលិខិតព្រមានរហូតដល់ថ្នាក់ចង់រឹបអូសផ្ទះសម្បែងពេលនោះហើយទើបយើងដឹងខ្លួនថាយើងកំពុងតែយកទុកទោសមកដាក់ខ្លួនទាំងទឹកភ្នែកបងប្អូនចងចាំណាការជួយមនុស្សវាជារឿងល្អនិងមានបុណ្យកុសលតែការជួយដែលធ្វើឲ្យខ្លួនឯងនិងក្រុមគ្រួសារត្រូវធ្លាក់ខ្លួនលងទឹកស្លាប់ជាមួយគេវាមិនមែនជាអំពើល្អទេវាជាភាពទន់ជ្រាយនិងខ្វះការពិចារណាមុននឹងសម្រេចចិត្តចុះហត្ថលេខាខ្ចីលុយឲ្យអ្នកណាចូលឆ្លើយសំណួរមួយនេះសិនប្រសិនបើគេមិនសងតើយើងមានលទ្ធភាពរកលុយរាប់ម៉ឺនដុល្លារទៅសងធនាគារជំនួសគេដើម្បីការពារផ្ទះនិងដីរបស់យើងដែរទេបើចម្លើយគឺមិនអាចទេចូលហ៊ាននិយាយពាក្យថាទេភ្លាមទៅសុកចិត្តឲ្យគេខឹងអាក់អន់ចិត្តឬឈប់រាប់អានយើងនៅថ្ងៃនេះព្រោះតែយើងមិនខ្ចីលុយឲ្យគេវាប្រសើរជាងការដែលយើងព្រមជួយគេហើយតែចុងក្រោយត្រូវបាត់បង់ទាំងលុយបាត់បង់ទាំងផ្ទះហើយបាត់បង់ទាំងមិត្តភាពថែមទៀតមនុស្សដែលស្រឡាញ់យើងពិតប្រាកដគេមិនដែលបណ្ដាលឲ្យយើងធ្លាក់ចូលក្នុងគ្រោះថ្នាក់ហិរញ្ញវត្ថុដើម្បីតែផលប្រយោជន៍របស់គេនោះឡើយចុងក្រោយនេះខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នាថាឈប់ក្រែងចិត្តមនុស្សខុសរឿងទៅប្លង់ដីផ្ទះសម្បែងនិងលុយកាក់ដែលបងប្អូនរកបានមកគឺកើតចេញពីញើសឈាមនិងការខំប្រឹងរាប់ឆ្នាំដើម្បីគ្រួសារនិងកូនមិនមែនសម្រាប់យកទៅប្រថុយប្រឋានជំនួសអ្នកដទៃឡើយត្រូវរៀនចិត្តដាច់ដើម្បីការពារសន្តិភាពផ្លូវចិត្តនិងសេដ្ឋកិច្ចគ្រួសារខ្លួនឯងសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់ការចែករំលែកដ៏ចាក់ដោតមួយនេះបើបងប្អូនយល់ថាវីដេអូនេះជាការដាស់តឿនដ៏ល្អសូមកុំភ្លេចជួយចុច like share និង subscribe channel របស់ខ្ញុំផងណាតើបងប្អូនឬមនុស្សជុំវិញខ្លួនធ្លាប់ជួបគ្រោះថ្នាក់ដោយសារការខ្ចីលុយឲ្យគេបែបនេះទេមក comment ចែករំលែកជាមេរៀនខាងក្រោមមកជម្រាបលា